តែមួយទៀតសូមបញ្ជាក់ថាពាក្យហិការដនថៃធ្វើមីកុំយកពីថុកស្រុកថៃពេលខ្លះយើងមិនចង់ឲ្យយកទេណាមួយវត្ថុដែលយើងយកពីស្រុកក្រៅហ្នឹងគឺវាអត់ល្អកុំថាឡើយគេសូម្បីខ្ញុំដែរកាលពីជំនាន់មុនតពីអ្នកផ្ទះរបស់ខ្ញុំឯងខ្ញុំតែងតែគិតថារបស់ស្រុកក្រៅហ្នឹងគឺល្អផ្ទះលេខ1ផ្ទះលេខ2ឬផ្ទះលេខ3 4 5អីចឹងរបស់ស្រុកក្រៅ brand របស់គេស្រុកគេគិតថារបស់ខ្មែរយើងអត់ល្អរបស់ខ្មែរយើងនៅក្រោមគេធ្វើអត់សូវល្អគឺផ្នត់គំនិតកាលមុនគឺខ្ញុំក៏គិតចឹងដែរតែឥឡូវខ្ញុំចង់ឲ្យបើសិនជាអាចយើងបើកចិត្តយើងទទួលយកយើងជួយគាំទ្រផលិតផលខ្មែររបស់យើងអូខេ so hi and hello ជំរាបសួរអ្នកនរគ្នានិយាយទៅខ្ញុំចង់ចែកម្លែកឬក៏និយាយរឿងមួយដែលខ្ញុំហួសចិត្តដែរហ្នឹងដោយសារកាលពីងាកមិញហ្នឹងខ្ញុំបានទៅទិញអីញ៉ាំដោយសារជាក់ស្ដែងអ្នកនរគ្នាបានដឹងដែរដោយសារនៅតាមកន្លែងហាងមួយចំនួនគឺដូចជាគាត់លក់ភេសជ្ជៈដូចជាទឹកកឡុកណាខ្ញុំចុះយកទិញទឹកកឡុកតាមហាងមួយចំនួនគាត់លក់អាចនឹងលក់4000ឬក៏5000អីចឹងអាហ្នឹងគឺតម្លៃជាក់ស្ដែងហើយគឺបើសិនមានតម្លៃក្រោមហ្នឹងទៀតខ្ញុំវាចម្លែកដែរខ្ញុំចូលទៅទិញប៉ាកន្លែងហាងមួយគាត់លក់តែ3000ទេអញ្ចឹងណាដល់ពេលខ្ញុំទិញ3000ហ្នឹងទៅពេលងាកពេលហ្នឹងខ្ញុំឌុបអូនខ្ញុំទៅដែរដល់ពេលខ្ញុំទិញ3000ទៅហើយខ្ញុំថាខ្ញុំនិយាយរបៀបគ្រាន់គាត់ប្រាប់ថា3000ខ្ញុំក៏និយាយថាចុះបងថ្លៃមែនខ្ញុំក៏របៀបភ្ញាក់ផ្អើលអញ្ចឹងណា និយាយទៅទ្រឡប់ហ្នឹងគឺខ្ញុំបែបហ្នឹងបើសិនតែទៅកន្លែងណារៀងថោកៗឬក៏តម្លៃខុសពីទីផ្សារខ្ញុំតែងតែរៀងបោះពាក្យអញ្ចឹងណាអាហ្នឹងវាជារឿងធម្មតារបស់ខ្ញុំទេគោលបំណងរបស់ខ្ញុំគឺមានន័យថាគាត់លក់ថោកអញ្ចឹងលក់ថោកអញ្ចឹងចង់មានន័យថាសួរចំណេញអត់បើលក់អញ្ចឹងចំណេញអត់អីចឹងគឺបែបហ្នឹងដោយសារតែវត្ថុដែលយើងទៅទិញនៅតាមទីផ្សារគឺវារៀងថ្លៃអញ្ចឹងបើសិនជាគាត់លក់ថោកអញ្ចឹងយើងក៏សួរគាត់ថាចំណេញអត់ហើយណាមួយទៀតមតិបើសិនខ្ញុំនិយាយថាបងថោកមែនអញ្ចឹងគាត់អាចនឹងតម្លើងតម្លៃតម្លើងអីឲ្យតាមត្រូវដូចហាងដូចអីគេដែរអញ្ចឹងប៉ុន្តែមួយទៀតមតិមួយទៀតបើសិនជាគាត់លក់នៅតែលក់ថោកអញ្ចឹងក៏វាល្អដែរណាមួយយើងជួយដល់ប្រជាជនយើងទៅមានលុយណាទិញតែរបស់ថ្លៃៗហើយរឿងហ្នឹងខ្ញុំនិយាយបែបហ្នឹងហើយដល់ពេលខ្ញុំជិះម៉ូតូវិញអូនខ្ញុំក៏របៀបគាត់អត់ដែលឮខ្ញុំអញ្ចឹងណាដោយសារតែសុកខ្ញុំថានិយាយថាបងថោកម៉េះពាក្យហ្នឹងគាត់ស្ដាប់ទៅវាអត់ព្រោះស្ដាប់ប៉ុន្តែន័យរបស់ខ្ញុំគឺន័យល្អទេហើយខ្ញុំអាសានិយាយអញ្ចឹងដល់ពេលដែលខ្ញុំទៅទិញឬក៏ម្ដងទៀតខ្ញុំធ្លាប់ទៅទិញសាច់គោអាំងគាត់កន្លែងសាច់គោអាំងគាត់លក់1000ដូចគេមកចង្កាក់1000នៅណាក៏អញ្ចឹងមានកន្លែងខ្លះអាច1500ឬក៏2000តាមហាងធំៗប៉ុន្តែគាត់លក់មកចង្កាក់1000ដូចគេដូចឯងប៉ុន្តែវាច្រើនដល់ពេលរៀងទៅខ្ញុំក៏ធ្លាប់និយាយអញ្ចឹងខ្ញុំថាបងបងលក់ច្រើនអញ្ចឹងហើយចំណេញដែរបងណាមួយសាច់គោយើងទិញតាមផ្សារតាមផ្សារក៏វាថ្លៃអញ្ចឹងណាមួយដោយសារវត្ថុយើងយកពីស្រុកក្រៅអត់មានវត្ថុធាតុដើមដែលយើងផលិតនៅក្នុងស្រុកផ្គត់ផ្គង់នៅក្នុងស្រុកអត់អាចផ្គត់ផ្គង់នៅក្នុងភូមិក្នុងស្រុកក្នុងខេត្តនៅក្នុងប្រទេសបានណាដល់ពេលអញ្ចឹងយើងត្រូវតែតម្រូវការយកពីស្រុកក្រៅប៉ុន្តែមួយទៀតសូមបញ្ជាក់ថាពាក្យហិការដនថៃធ្វើមីកុំយកពីថុកស្រុកថៃពេលខ្លះយើងមិនចង់ឲ្យយកទេណាមួយវត្ថុដែលយើងយកពីស្រុកក្រៅហ្នឹងគឺវាអត់ល្អវាមានទាំងពីជាតិគីមីមិនថាឡើយផ្លែឈើវត្ថុសាច់អីផ្សេងៗរបស់របរប្រើប្រាស់ក៏មិនចង់ឲ្យយកដែរប៉ុន្តែធ្វើម៉េចវាជាតម្រូវការហើយបើផ្ទះលេខ3របស់យើងគឺកំពូលហើយសូម្បីតែអង្គការពិភពលោកដែល WHO ក៏គាត់ពិនិត្យមើលទៅគឺមានជាតិគីមីសាហាវមែនទែនគឺនិយាយទៅរបស់របរគឺដូចជារបស់ញ៉ាំឬក៏របស់អីផ្សេងគឺមានមហារីកនៅក្នុងហ្នឹងហ្មងចាំមើលខ្ញុំនឹងស្រាវជ្រាវបន្ថែមហើយតម្លាក់ចូលក្នុងហ្នឹងហើយមួយទៀតអ្វីដែលខ្ញុំចង់បានហ្នឹងគឺសុំចង់ឲ្យយើងជួយគាំទ្រផលិតផលស្រុកខ្មែរកុំឲ្យមានផ្នត់គំនិតមួយទៀតកុំថាឡើយគេសូម្បីខ្ញុំដែរកាលពីជំនាន់មុនតពីអ្នកផ្ទះរបស់ខ្ញុំឯងខ្ញុំតែងតែគិតថារបស់ស្រុកក្រៅហ្នឹងគឺល្អផ្ទះលេខ1ផ្ទះលេខ2ឬផ្ទះលេខ3 4 5អីចឹងរបស់ស្រុកក្រៅ brand របស់គេស្រុកគេគិតថារបស់ខ្មែរយើងអត់ល្អរបស់ខ្មែរយើងនៅក្រោមគេធ្វើអត់សូវល្អគឺផ្នត់គំនិតកាលមុនគឺខ្ញុំក៏គិតចឹងដែរតែឥឡូវខ្ញុំចង់ឲ្យបើសិនជាអាចយើងបើកចិត្តយើងទទួលយកយើងជួយគាំទ្រផលិតផលខ្មែររបស់យើងហើយករណីទី1យើងមិនឧទាហរណ៍អីច្រើនទេយើងឧទាហរណ៍ថាសាច់គោទៅសាច់គោបើសិនជាមានកំណើនករណីថាយើងអាចផ្គត់ផ្គង់នៅក្នុងស្រុកបាននៅក្នុងភូមិបាននៅក្នុងខេត្តមួយយើងមិនបាច់ផ្គត់ផ្គង់ទៅដល់ប្រទេសទេយើងកុំតន់និយាយធំពេក
យកផ្គត់ផ្គង់តែនៅក្នុងខេត្តមួយហ្នឹងឲ្យគ្រប់ទៅគឺអូខេហើយហើយករណីថាមានឈ្មួញមួយគាត់មើលឃើញត្រង់ហ្នឹងទៅគាត់អាចចិញ្ចឹមជ្រូកចិញ្ចឹមគោចិញ្ចឹមទាយផ្សេងៗដើម្បីផ្គត់ផ្គង់ឲ្យក្នុងភូមិមួយអញ្ចឹងប៉ុន្តែបើសិនជាគាត់ផ្គត់ផ្គង់គាត់ត្រូវងាកទៅមើលមួយទៀតហើយវត្ថុធាតុដើមដូចជាយើងត្រូវចិញ្ចឹមដូចជាចិញ្ចឹមជ្រូកចិញ្ចឹមគោចិញ្ចឹមមាន់ចិញ្ចឹមទាត្រូវការអីត្រូវការចំណីត្រូវការអីផ្សេងៗហើយចំណីហ្នឹងយើងត្រូវយកពីស្រុកក្រៅទៀតបើសិនជាមានក្រុមហ៊ុនដែលផលិតវត្ថុធាតុដើមដូចជាចំណីផ្សេងៗអញ្ចឹងគាត់ផលិតបាននៅក្នុងស្រុកខ្មែរហើយគាត់លក់ក៏សូមឲ្យគាត់លក់កុំលក់ថ្លៃពេកទៅអញ្ចឹងអ្នកដែលទិញចំណីផ្សេងៗយកមកចិញ្ចឹមគោហ្នឹងគាត់ទិញបានថោកដែរទៅគាត់លក់សាច់គោណាមួយគាត់លក់ចំណីទិញបានថោកលក់សាច់គោដែលលក់ឲ្យតាមទីផ្សារក៏គាត់លក់តាមថោកតាមហ្នឹងដែរករណីថាគាត់លក់សាច់គោលក់អីមកតាមផ្សារលក់បានថោកអញ្ចឹងក្នុងនាមអ្នកអាជីវករគាត់អ្នកលក់សាច់គោគាត់ទៅទិញសាច់គោនៅតាមទីផ្សារធ្លាប់តែទិញ1គីឡូ50000 40000 30000ចុះមកលក់1គីឡូ20000អញ្ចឹងគាត់ទិញបានថោកដល់ពេលគាត់ដោតសាច់គោយកមកលក់ក៏គាត់លក់បានថោកក៏គាត់លក់តម្លៃមួយសមរម្យដែរករណីថាបើគាត់ទិញបានថោកកាលពីមុនគាត់ធ្លាប់លក់មួយចង្កាក់1000អញ្ចឹងគាត់លក់មួយចង្កាក់500ក៏គាត់ចំណេញដែរបើគាត់ទិញនៅទីផ្សារលក់បានថោកគាត់ទិញបានថោកគឺបែបហ្នឹងអាហ្នឹងគេហៅ Revo របៀបវិលជុំតែសំខាន់ត្រូវតែយើងអាចផលិតឲ្យបានសិនបើសិនផលិតបានគឺអូខេប៉ុន្តែអ្វីដែលយើងផ្នត់គំនិតមុននឹងអាចផលិតបានហ្នឹងគឺយើងត្រូវផ្នត់គំនិតឲ្យប្រជាជនខ្មែរយើងចេះស្រឡាញ់គ្នាចេះផ្ដល់តម្លៃចេះបើកចិត្តចេះទទួលយកនៅផលិតផលក្នុងស្រុកមិនថាឡានម៉ូតូឬក៏របស់ប្រើប្រាស់ឲ្យផ្សេងៗទូរស័ព្ទបើសិនជាករណីថាស្រុកខ្មែរយើងអាចផលិតទូរស័ព្ទបានក៏អូខេទៀតយើងត្រូវគាំទ្រទៀតមិនមែនថាស្រុកខ្មែរយើងអត់អាចផលិតទូរស័ព្ទបានណាអូយទៅខ្វះអីអ្នកចេះដឹងលោកអើយអឺវិនិយោគទុនកណោប៉ុន្តែសំខាន់ទៅលើការបើកចិត្តការទទួលយកនេះយើងអាចបើកចិត្តហ៊ានទទួលយកឬក៏ផ្នត់គំនិតហ្នឹងយើងគុំប្រកាន់ថាស្រុកក្រៅល្អ brand ស្រុកក្រៅល្អអូខេ brand ស្រុកក្រៅវាល្អហើយប៉ុន្តែយើងគួរតែគាំទ្រស្រុកខ្មែរយើងខ្លះដែរអញ្ចឹងណាករណីថាមានឈ្មួញវិនិយោគទុនមួយចង់បង្កើតទូរស័ព្ទមួយនៅក្នុងស្រុកខ្មែរហើយបើសិនជាផ្នត់គំនិតយើងអត់មានស្រឡាញ់របស់ក្នុងស្រុកផងហ្នឹងហើយឈ្មួញនៅស្រុកគេហ្នឹងគេមិនទៅហ៊ានមកបង្កើតឬក៏បើករោងចក្រអីផ្សេងបង្កើតនៅក្នុងស្រុកខ្មែរអាហ្នឹងគោលគំនិតរបស់ខ្ញុំទេអាហ្នឹងគ្រាន់តែមតិយោបល់ផ្ដល់ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយបើចំណេះដឹងអីផ្សេងខ្ញុំអត់ទេខ្ញុំអត់មានទេខ្ញុំអត់មានអីលើសអ្នកទាំងអស់គ្នាទេបើសិនជាចំណុចណាខ្ញុំនិយាយខុសខ្ញុំសុំទោសហើយក៏ជួយកែលម្អផងហើយអ្វីដែលខ្ញុំនិយាយត្រូវអូខេឲ្យវាដៃមួយអូខេ good អញ្ចឹងទៅបាយបាយ